បាទជំរាបសួរបងប្អូនអ្នកស្នេហាវិស័យបក្សីកាឡាថ្ងៃនេះខ្ញុំមកលោកគ្រូដកុយនៅក្នុង YouTube មុននឹងបង្ហាញពីវិធីព្យាបាលជំងឺមាន់សូមពឹងបងប្អូនជួយ Subscribe Channel បងប្អូនអ្នកមួយផងបងប្អូនជំងឺក្រករ៉ាំរ៉ៃដែលមិនចេះជាសោះដែលមិនចេះបាត់សោះឈឺបំពង់កមាន់យើងក្រករហូតតែយើងបើកមាត់វាធម្មតាយើងបើកមើលមាត់វាធម្មតាសាមញ្ញធម្មតាមាត់របស់យើងបើសិនរបស់យើងវាធ្វើឲ្យបញ្ហាក្រកអញ្ចឹងណាហើយវិធីសាស្ត្រនៃការព្យាបាលជំងឺក្រកស្រួលមែនទេបងប្អូនវិធីសាស្ត្រគឺបងប្អូនត្រូវតែមានក្រូចឆ្មាមួយចំណិតខ្ទឹមសមួយថ្នាំអាម៉ុកមួយគ្រាប់បងប្អូនវិធីក្រកប៉ុណ្ណាដល់ទៅបាត់ 100% ឧទាហរណ៍ថាទឹកនេះបងប្អូនដាក់ត្បាល់កស្អាតហើយដាក់អាម៉ុកមួយគ្រាប់ហើយកន្លះមកបងប្អូនដាក់ខ្ទឹមសមកកំពឹសហើយនឹងក្រូចឆ្មាមួយហើយក្រូចឆ្មានោះមួយចំណិតទេណាមួយចំណិតមកកំពឹសមកយើងមួយចំណិតយើងចិតយើងច្បាច់ដាក់តាំងសបកមិនបាច់ច្បាច់ដាក់ទឹកឯងដាក់ចូលតាំងសបកទាំងអស់អូខេតបមកបងប្អូនដាក់ព្រឹកថ្ងៃល្ងាចប៉ុន្តែបញ្ជាក់ប្រាប់បងប្អូនថាថ្នាំអាម៉ុកស៊ូលីនមួយយើងនេះគឺយើងដាក់នៅពេលដែលដាក់នៅពេលព្រឹកទេស្អែកមួយថ្ងៃទៀតមិនដាក់ណាប៉ុន្តែបើក្រូចឆ្មាខ្ទឹមសដាក់3ដងព្រឹកថ្ងៃល្ងាចបងប្អូនអនុវត្តតាមខ្ញុំពេលនេះទៅធ្វើដូចតាមតើបងប្អូនទទួលបានជោគជ័យ2ថ្ងៃ3ថ្ងៃជោគជ័យធ្វើឲ្យមាន់របស់យើងសុខភាពល្អឡើងវិញមាន់របស់យើងមានជប់ក្រកបាត់ក្រកសុខភាពល្អមុខឡើងក្រហមមកវិញធ្វើឲ្យសួតព្យាបាលសួតមាន់របស់យើងល្អអូខេបើសិនបើជាវីដេអូល្អសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនជួយ share ហើយនឹងបងប្អូនជួយ Subscribe Channel លោកគ្រូដកុយម្នាក់មួយដើម្បីជាការលើកទឹកចិត្តខ្ញុំបាទនៅក្នុង YouTube អូខេណាសូមអរគុណច្រើនពុកម៉ែបងប្អូន